កំណត់តម្លៃ a ចា 5a ស្មើជាមួយនឹង3កតា a បូក4ចាអញ្ចឹង 5a កូនសរសេរដដែលចាអញ្ចឹងកូនយក3នេះទៅកូនជាមួយនឹង a ចាយក3កូនជាមួយនឹង a ចាហើយយក3ទៅកូនជាមួយនឹង4ចា3គុណនឹង a គឺបាន3ចា 3a ចាសញ្ញាបូកកូនសេដដែលចា3គុណជាមួយនឹង4ចាគឺបាន10 12ចាអញ្ចឹងកូនមើលអង្គទី1គឺមាន 5a ចាអង្គទី2ក៏មាន a ដូចគ្នាចាអញ្ចឹងកូនត្រូវបោះ 3a នេះមកអង្គទី1ចាអញ្ចឹង 3a នៅអង្គទី2ចាគឺសញ្ញាបូកអញ្ចឹងពេលបោះមកអង្គទី1វិញត្រូវបដូរទៅជាសញ្ញាដកចា 5a ចាសញ្ញាបូកអញ្ចឹងបោះមកខ្លាយទៅជាដកចាដក 3a ស្មើជាមួយនឹង10 12ចាអញ្ចឹង 5a ដកជាមួយ 3a គឺស្មើ2ចា 2a ស្មើជាមួយនឹង10 12ចាអញ្ចឹងយើងចង់បានតម្លៃចាតម្លៃ a នាំឲ្យ a ស្មើចា12ចែកជាមួយនឹង2ចា12ចែកជាមួយនឹង2ចាអញ្ចឹង a គឺស្មើជាមួយនឹង5 1